ជាតារាសម្ដែងមិនអស់ចិត្តសានកុសុមៈសំងំធ្វើផលិតករភាពយន្តទៀតក្រោយឈ្នះជាលាភីធីតាអេកសង្កានរដូវកាលទី2ឆ្នាំ2021កេរ្តិ៍ឈ្មោះរបស់ស្រីស្អាតសានកុសុមៈចាប់ផ្ដើមល្បីសុសសាយខ្លាំងឡើងរាល់ថ្ងៃតាមរយៈរូបសម្រស់សមត្ថភាពដងទេពកោសល្យនិងភាពប៉ិនប្រសប់របស់នាងតារាស្រីរូបនេះបានលេចមុខក្នុងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ហើយបាននិយាយពីការងារប្រមូលផ្សព្វផ្សាយវិញនោះកុសុមៈឈរនៅតារាងជួរមុខក្នុងចំណោម influencer ស្រីល្បីៗនៅកម្ពុជាសមត្ថភាពសម្រស់បូករួមជាមួយការខិតខំប្រឹងប្រែងធ្វើឲ្យកុសុមៈច្បាប់បានប្រជាប្រិយភាពយ៉ាងឆាប់រហ័សក្លាយជាតារាស្រីវ័យក្មេងក្នុងដួងចិត្តយុវវ័យពិសេសពេលនាងថតរឿងបុរាណតែងតែទទួលការគាំទ្រខ្លាំងពីទស្សនិកជននិងបណ្ដាអ្នកគាំទ្ររបស់នាងស្របពេលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញតារាស្រីរូបស្រស់សានកុសុមៈស្រាប់តែបង្ហើបដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលគឺពេលនេះនាងកំពុងសម្ងំធ្វើជាផលិតករនិងជាអ្នកដឹកនាំខ្សែភាពយន្តមួយដែលបច្ចុប្បន្នរឿងនេះកំពុងដំណើរការថតយ៉ាងស្រាក់ស្រាំក្រោមការជួយជ្រោមជ្រែងពីក្រុមការងារនិងបុគ្គលសំខាន់ៗមួយចំនួនទៀត Influencer ល្បីឈ្មោះរូបនេះមិនទាន់អាចទម្លាយឲ្យដឹងពីចំណងជើងរឿងនោះឡើយប្រាប់បានតែថាស្នាដៃរឿងដំបូងដែលនាងចេញដឹកដោយផ្ទាល់ដៃនេះជាខ្សែភាពយន្តខ្នាតធំប្រភេទរឿងបុរាណដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពប្លែកៗជាច្រើនដែលពុកម៉ែបងប្អូននឹកស្មានមិនដល់ផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី2 The Pin Cambodia Asian Film Festival កាលពីពេលថ្មីកញ្ញាសានកុសុមៈឲ្យដឹងថានាងស្រឡាញ់អាជីពជាអ្នកដឹកនាំរឿងតាំងពីនាងចេញថតរឿងដំបូងមកម្លេះការសម្រេចចិត្តបត់ខ្លួនពីតារាសម្ដែងមកជាផលិតករព្រោះនាងយល់ថាតារាសម្ដែងត្រូវធ្វើតាមសាច់រឿងដែលអ្នកនិពន្ធសរសេរតែបើយើងជាផលិតករយើងមានលទ្ធភាពបង្កើតសាច់រឿងដែលយើងចង់បានពោលគឺយើងអាចបង្កើតសិល្បៈច្នៃប្រឌិត Creative Art ថ្មីមួយតាមដែលយើងចង់បានផលិតករភាពយន្តវ័យក្មេងនេះទទួលស្គាល់ថាការចេញដឹកនាំរឿងលើកដំបូងពិតជាជួបផលលំបាកនិងមានភាពស្មុគស្មាញច្រើនប៉ុន្តែកត្តាទាំងនេះមិនអាចរងស្ទះការខិតខំប្រឹងប្រែងរបស់នាងបានឡើយផ្ទុយទៅវិញកាន់តែស្ត្រេសនាងកាន់តែព្យាយាមស្វែងរកវិធីរំសាយអារម្មណ៍ឲ្យបានច្រើនព្រោះនាងយល់ថាតើតែយើងធ្វើរឿង Challenge ទើបជីវិតរឹតតែមានន័យនាងបានខំប្រឹងអស់ពីកម្លាំងកាយចិត្តក្នុងការផលិតខ្សែភាពយន្តខ្នាតធំនេះដូច្នេះនាងសង្ឃឹមថាពុកម៉ែបងប្អូននិងអ្នកគាំទ្ររបស់នាងជួយគាំទ្រស្នាដៃភាពយន្តដំបូងរបស់នាងឲ្យបានច្រើនកុះករតាមគម្រោងផលិតករភាពយន្តវ័យក្មេងសានកុសុមៈគ្រោងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំដំបូងលើទំព័រ Facebook ប៉ុន្តែពេលនេះពុំទាន់អាចផ្ដល់ព័ត៌មានជាក់លាក់បាននៅឡើយទេមានតែរងចាំមើលការអាប់ដេតលើទំព័រ Facebook ផ្លូវការរបស់នាង